រាជធានីភ្នំពេញព្រឹត្តិការណ៍នៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 9:05 នាទីព្រឹកជាថ្ងៃដែលគេស្មានមិនដល់ជុំវិញករណីបាញ់រំដោះជនចោទចោលចំនួន6នាក់គួរឲ្យភ្ញាក់ផ្អើលនៅក្នុងបរិវេណសាលាដំបងខេត្តស្វាយរៀងខណៈក្រុមអនុរាជពន្ធនាគារនាំក្រុងពួកគេមកកាត់ទូនោះគឺការផ្ដាំគំនិតដោយស្ត្រីវ័យក្មេងជនជាតិវៀតណាមម្នាក់ឈ្មោះងវៀនធីហៃវ៉ានដោយនាំអាវុធខ្លីនិងមធ្យោបាយរថយន្តមួយគ្រឿងម៉ាក Lexus CT 200H ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2CA 069មកបាញ់រំដោះរួចនាំគ្នាឡើងជិះរថយន្តគេចខ្លួនរហូតដល់ម៉ោងប្រមាណ6ល្ងាចក្នុងថ្ងៃដដែលសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមវិធានការជំនាញតែប៉ុន្មានម៉ោងប៉ុណ្ណោះក៏បានរកឃើញទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យគឺនៅក្នុងព្រៃទូលមួយកន្លែងស្ថិតក្នុងភូមិព្រៃសរឃុំសម្បួរស្រុកស្វាយទៀបហើយកម្លាំងសហការក៏បានធ្វើការហ៊ុមព័ទ្ធចាប់ខ្លួនជនសង្ស័យចំនួន6នាក់រួមនឹងស្រីម្នាក់បន្ថែមទៀតបញ្ជូនយកមកការិយាល័យជំនាញខាតដើម្បីធ្វើការសួរយកចម្លើយជនសង្ស័យដែលមជ្ឈដ្ឋាននានាចាប់អារម្មណ៍នោះគឺស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះងវៀនធីហៃវ៉ានដែលជាស្ត្រីចិត្តសួងបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថាកាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025ខ្លួនបានទៅជួលរថយន្តពីបរិយាជនជាតិខ្មែរម្នាក់សម្រាប់ជិះទៅធ្វើសកម្មភាពលុះនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025ខ្លួនបានតាក់ទងតាម Telegram ទិញកាំភ្លុងខ្លីមួយដាមម៉ាក K54 ពេលបរិសម្នាក់មិនស្គាល់អត្តសញ្ញាណនៅក្រុងបាវិតខេត្តស្វាយរៀងក្នុងតម្លៃ$1,500អាមេរិកដើម្បីរៀបចំផែនការធ្វើសកម្មភាពទៅរំដោះប្តីឈ្មោះផាំវ៉ាន់បាវដែលជាប់ពន្ធនាគារខេត្តស្វាយរៀងត្រូវនាំយកទៅកាត់ទោសមកដល់ថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ខ្លួនបានបើករថយន្តខាងលើទៅស្នាក់នៅផ្ទះសំណាក់មួយកន្លែងក្បែរមាត់ទន្លេក្រុងស្វាយរៀងមួយយប់លុះព្រឹកឡើងថ្ងៃទី18ខែវិច្ឆិកា2025ខ្លួនបានបើករថយន្តទៅទុកនៅខាងមុខតុលាការហើយដាយចូលទៅក្នុងបរិវេណសាលាពេលសមត្ថកិច្ចពន្ធនាគារដឹកប្តីនិងគ្នាមកដល់ខ្លួនក៏បានហុចកាំភ្លើងខ្លីឲ្យទៅប្តីបានគំរាមសមត្ថកិច្ចដើម្បីរំដោះខ្លួនរួចក៏នាំគ្នារត់ឡើងរថយន្តគេចខ្លួនតែម្ដងទៅក្រោយពីស្ដាប់ចម្លើយស្ត្រីម្នាក់ដែលជាជនសង្ស័យមានចិត្តក្លាហានរៀបចំគម្រោងជួលរថយន្តទិញអាវុធទៅធ្វើសកម្មភាពរំដោះប្តីនិងបាក់ពួកចេញពីតុលាការនៅព្រឹកឡើងថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025សមត្ថកិច្ចបាននាំខ្លួនស្ត្រីវៀតណាមម្នាក់នោះទៅយកអាវុធដែលជនសង្ស័យបានលាក់ទុកនៅទីតាំងក្នុងរង្វង់ប្រតិបត្តិការក្នុងនោះរកឃើញអាវុធខ្លីមួយដាមម៉ាក K54 និងបង់មួយមាន7គ្រាប់ជនសង្ស័យទាំង7នាក់និងវត្ថុតាងសមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធីដោយសារស្ត្រីវៀតណាមរូបនេះស្រស់ស្អាតបានធ្វើឲ្យអ្នកកាសែតអនឡាញ2នាក់ស្ទើរតែស្គាល់ក្លិនគុកក្នុងនោះម្នាក់ត្រូវបានដកអាជ្ញាប័ណ្ណព្រោះតែដៃដល់ចាប់អង្អែលខ្ភូលគឺលោកខាន់សារ៉តនិងម្នាក់ទៀតមកដាច់លោកផាត់ហនទោះបីជាបែបណាអ្នកកាសែតអនឡាញទាំង2នាក់បានទទួលការណែនាំរួចឲ្យត្រឡប់ទៅផ្ទះវិញ